គ្រាកាលព្រះសម្ពុទ្ធប្រសើរផុតដ៏ឧត្តមបានត្រាំងជាបាធម្ម45ព្រះវស្សាបំពេញពុទ្ធាកិញ្ញមិនដែលដាច់វេលាណាសន្មន្តឈ្មោះហៅថាពុទ្ធកិច្ឆាមាន5យ៉ាងទី1គឺពេលព្រឹងដល់ពន្លឹងពន្លឺស្វាងព្រះអង្គស្ដេចទ្រង់យាងចេញបណ្ឌបាតប្រសំសន្តិពីរសៀជ្រែព្រះសុរិយេពេទៀងស្វន្ទេសនាប្រសំសន្តិមិនកំណត់ថាសន្នាទី3ពេលប្រលំព្រះចៅពំត្រៃលោកាប្រទានធម៌ទេសនាឲ្យអវាទភិក្ខុសង្ឃទី4ពេលអាត្រៀនព្រះលោកនាទ្រង់ចិនចង់ព្រះតីអស្មងត្រង់ដោះស្រាយនៅប្រាស្នាផ្សេងកើតឡើងពេញនៅក្នុងចិននៃទេវតាងើឆ្ងល់តត្រង់ណាព្រះសាស្តាទ្រង់អាកាន់ទី5ពេលទៀងភ្លើប្រមាមើលនិស័យសាននៅក្នុងសង្សារវដ្តឲ្យប្រាកដកុសលដ៏សានណាមានសំណាងព្រះអង្គយាងចេញទៅប្រទានធម៌ទៀងពួរឲ្យទៅតាមឧបនិស្ស័យធម៌នេះឈ្មោះហៅថាពុទ្ធកិច្ឆាប្រសើរក្រៃវែងជាទីវេថ្លៃនៃព្រះពុទ្ធពីបុរាណបំពេញអនើយណាយរាល់ថ្ងៃមិនដែលខានលោកព្រះចូលនាំពៀនទៅជប់ខានទាំងអងហើយសាធុជនណាអ្នកប្រាថ្នានឹងប៉ុនបងចង់ឃ្លាទីចំណងត្រៃលោកនេះពិតប្រាកដត្រូវខំរៀនសង្សារនៅតអាដែលជាបុណ្យបុណ្យកិច្ច5ប្រាកដនេះកំណត់គួរយល់ដឹងជននោះនឹងស្មើបាននៅអ្នកឋានជាទីពឹងឬនៅលោកនឹងបានខ្លួនជាអ្នកធំលើជនផងទាំងឡាយសុខសប្បាយដល់ដំសែងសានសុខមរមរៀងរដល់ពៀនណ